Red name ជំរាបសួរបងប្អូនទាំងអស់គ្នាខ្ញុំបាទសំអឿនហើយខ្ញុំបាទគឺជាគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងដែលត្រូវបានក្រសួងមុខងារសាធារណៈធ្វើការប្រឡងជ្រើសរើសឲ្យចូលបម្រើការងារតាំងពីដើមខែវិច្ឆិកាឆ្នាំ2025កន្លងទៅចំពោះការបង្កើត Channel ដើម្បីផលិតវីដេអូមួយនេះគឺខ្ញុំធ្វើដើម្បីរក្សាទុកនៅអនុស្សាវរីយ៍និងបទពិសោធន៍ខ្លះៗចំពោះការធ្វើដំណើរក៏ដូចជាបង្ហាញនៅទស្សនវិជ្ជាទេសភាពនៅក្នុងសាលារៀនក៏ដូចជានៅតាមផ្លូវជាដើមនៅក្នុងវីដេអូនេះខ្ញុំធ្វើការអានឈ្មោះនិងបង្ហាញអំពីចំណាត់ថ្នាក់សិស្សក្រោយពេលដែលគាត់ធ្វើការប្រឡងឆមាសរួចចង់ដឹងថាអារម្មណ៍របស់សិស្សគាត់មានអារម្មណ៍បែបណាចូលរួមទស្សនាជាមួយនឹងវីដេអូនេះដូចតទៅតោះឥឡូវគ្នាយើងចង់ដឹងលទ្ធផលប្រឡងឆមាសអត់ចង់ដឹងណាអ្នកណាគេជាប់លេខ1ទាយណាមកឥឡូវលោកគ្រូប្រកាសពីលទ្ធផលប្រឡងឆមាសលើកទី1របស់យើងអញ្ចឹងលោកគ្រូសូមប្រកាសពីលេខ12ណាលេខ12ចុះមកក្រោមអញ្ចឹងចំណាត់ថ្នាក់លេខ12បានទៅលើបានទៅលើអ្នកណាបានទៅលើនីស្រីដាអាមិនអញ្ចឹងលេខ11លេខ11បានទៅលើភូតដាវ៉ាន់លេខ10បាទលេខ10បានទៅលើទូនីតលេខ9លេខ9បានទៅលើអីគេលីកាកាត់អីបានទៅលើ Red name ឥឡូវនៅសល់ពីណាគេអត់តលឺឈ្មោះអូនៅសល់ច្រើនអស់ប៉ុន្មានអ្នកឯងមើល4អ្នកណា4អ្នកឯងតោះលោកគ្រូហៅបន្តទៀតលោកគ្រូហៅបន្តទៀតលេខ8ទៅហ៎លេខ8បានទៅលើឌីស្រីណូតមកបន្តទៀតណាមកប្រុងព្រៀបស្ដាប់ញ៉ាយើងលេខ7លេខ7បានទៅលើពីសិទ្ធលីកាបានរហូតបន្តទៅទៀតលេខ6មើលពីណាគេនៅសល់ពីណាគេមកបានទៅលើសាទសគុណមកឡើងនៅសល់ពីណាខ្លះ5នាក់មើលគ្រូសុំមើលតិចក្រោកឈរគ្រូសុំមើលតិចតា5នាក់អូខេអរគុណច្រើនអង្គុយចុះណាឈប់ចាំលោកគ្រូនេះសិនលោកគ្រូប្រកាសអស់លោកគ្រូប្រាប់លេខ5លេខ5បានទៅលើពីណាអញ្ចឹងបានទៅលើភារ៉ូនសៀវអាលេខ4លេខ4បានទៅលើពីណាគេសាវ៉ូនីកានៅសល់មកអ្នកទៀត3នាក់ណានៅពីណាខ្លះមកមកឥឡូវលោកគ្រូសុំហៅលេខ1មុនអូដូរវិញលោកគ្រូហៅនេះវិញលោកគ្រូហៅពីលេខ3មកវិញ
สกุลก็จะสกุลตาเลขใบบานตะเลยตาดังเด็ดไซร์ดังเด็ดไซร์บันไดปีนาแกวะhot mùi nơi sấy bây giờ nơi sấy pi pro mùi thế chẳng là đang để sấy mà sấy à lời bàn tơ lơ bàn tơ lơ hả bàn tơ lơ cầm sấy bàn tơ lơ rết sấy nè Abah satu mà thập sri lệch bay ban tần lơ sấy nét lệch pi sầm bô cho môi nâng sấy nốt cho môi pina cái này ban lệch pi ban tần lơ tông sri nôi mà ở bò sa tôn nè đại bán chấm nát nát top 3 chấm nút bay nè đại con nông miền thay sâm bố lệch muối tòng sấy nết lệch pí nứng red sấy nết lệch bay tòng học cho nè tầng bay nèแต่đại ở bò sa tờ ôi em anh nè nè ở con coi cho chăm là tôi prep là cho một thiệt